ក្រៅពីដេកឡើងបងប្អូនក៏ខ្ចីអាវម៉ែដែលគាត់ពាក់ធ្វើការរាល់ថ្ងៃហ្នឹងគឺពាក់ទៅកាប់ជែកបងប្អូនដោយសារតែអាវម៉ែរាល់ថ្ងៃហ្នឹងគាត់ពាក់រៀងចាស់ដែរហើយអាវហ្នឹងគឺពាក់សម្រាប់តែកាប់ជែកឬមួយក៏ជំនះស្មៅនៅក្នុងភូមិអញ្ចឹងណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទម្ចាស់ YouTube ក៏ដូចជាម្ចាស់ account TikTok ខ្សែជាថ្មីផងដែរនេះផងដែរបងប្អូនម៉ែគាត់ឲ្យទៅកាប់ចេកដើម្បីឲ្យម៉ួយគាត់វិញសមប៉ុន្តែចេកនេះគឺម៉ួយសាហ្នឹងគាត់អត់យកទៅវិញសមទេគាត់យកទៅលក់ឈ្មួញលក់បន្តអញ្ចឹងណាគឺជាចេកពងមាន់បងប្អូនធម្មតាចេកពងមាន់នេះគឺផ្លែលើកដំបូងដែរបងប្អូនហើយផ្លែរបស់វាគឺអត់ធំទេតូចល្មមអញ្ចឹងណាហើយឥឡូវឈ្មួញគាត់បានមកយកហើយក្នុងមួយស្និតហ្នឹងគឺខ្ញុំលក់បាន3000អញ្ចឹងណាបងប្អូនមានស្និតខ្លះ2500តាមតូចតាមធំអញ្ចឹងដែរហើយនៅសល់ប្រហែលណាក៏ទុកធ្វើចេកឆាបខ្លួនឯងហើយបងប្អូនអើយបន្ទាប់ពីទឹកស្រក់នៅលើភូមិអស់បងប្អូនស្រក់ចេញពីខាងក្រោមផ្ទះក៏ដូចជាស្រក់ចេញពីរោងដែលខ្ញុំធ្វើម្ហូបគឺឃើញថាប្របាច់មែនតើបងប្អូនមានផុកមានអីចឹងទៅប៉ុន្តែវាស្ងួតបានមួយដើរខ្លះហើយមានត្រីលកអាស័យទិញគេអស់តែ2000ទេបងប្អូនសម្រាប់ហូបពីអ្នកម៉ែបងប្អូនម្ហូបប៉ុណ្ណឹងគឺគ្រាន់ហើយពីអ្នកម៉ែហើយនឹងមានម្ហូបគូផ្សំផ្សេងទៀតចឹងណាយកវាមកចៀនប្រឡាក់អំបិលរៀងឲ្យប្រៃឡំអំបិលរ៉ូឌីខ្មែរយើងហ្នឹងប្រឡាក់អំបិលវាប្រៃឡំទៅហើយបន្ទាប់មកយើងយកវាមកបដោឥឡូវនេះគឺទឹកជ្រលក់គឺខ្ញុំបុកជាមួយនឹងអំបិលខ្ចីក្តាប់អំបិលនេះគឺទិញនៅផ្សារអស់តែ1000ទេបងប្អូននិយាយពីថាក្តាប់អំបិលបុកមកគឺនិយាយពីថាចូលជាតិឆ្ងាញ់មែនតើជាពិសេសបើសិនជាយើងបានចុចជាមួយនឹងត្រីក្រាញ់វិញគឺពិតជាឆ្ងាញ់រសជាតិដិតជាប់មាត់តែម្ដងប៉ុន្តែខ្ញុំអត់បានទិញត្រីក្រាញ់ទេដោយសារខែនឹងគឺវាអត់មានចាក់ទឹកដាក់មួយកូនកធុនមកហើយដាក់អំបិលវាមកប្រៃទៅបងប្អូនបន្ទាប់មកយើងមកសកជាមួយនឹងសបកចេកផុងមាន់ដើម្បីយកមកធ្វើជាមួយនឹងចេកឆាបបងប្អូនបើសិនជាយើងសកសបកអត់ក្រៅអត់អស់ទេយើងធ្វើទៅវាអាចនឹងមានរសជាតិចត់អញ្ចឹងទៅឥឡូវនេះយើងមកចាប់ផ្ដើមចិតវាចំណិតស្ដាងដោយប្រើកវិតមុខពីរបងប្អូនបើសិនជាយើងប្រើជាមួយនឹងកវិតមុខតែមួយក៏បានដែរគ្រាន់តែថាវារៀងយូរអញ្ចឹងណាឥឡូវខ្ទះហើយនឹងខ្លាញ់ក៏បានក្តៅពុះហើយយើងដាក់ជាមួយនឹងចេករបស់យើងចូលទៅហើយពេលដាក់ហ្នឹងបងប្អូនត្រូវតែកូរវាឲ្យជាប់តែយើងអត់កូរទេវាអាចនឹងខាំជាប់គ្នាទៅគឺវាអត់ស្រួយទេបងប្អូនស្រួយមួយយ៉ាងដែរបងប្អូនជីវិតនៅតាមទីជនបទយើងអាចដាំបន្លែដាំដំណាំបានដោយខ្លួនឯងអញ្ចឹងបើសិនជាយើងមានដីច្រើនគឺយើងអាចដាំច្រើនហើយចេកឆាបនេះគឺយើងចុចជាមួយនឹងទឹកដោះគោខាប់និយាយពីថារសជាតិឈ្ងុយផ្អែមខ្ទិះតែម្ដងដោយសារតែយើងប្រើជាមួយនឹងចេកពងមាន់ឆ្ងាញ់ណាស់ឡើងជូរសោះមាត់យើងតបជាមួយត្រីយ៉ាងត្រីចៀនយើងមកហើយក៏ហូបដៃអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែចុចគាំទ្រក៏ដូចជាចុច Subscribe ចុចជាវឲ្យ Channel YouTube ក៏ដូចជា Follow account TikTok ផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាជាឆាបយើងម្ដងចុចជាមួយទឹកដោះគោខាប់បងប្អូនអើយសួយហ្មង